យើងគិតទាំងអស់គ្នាមើលថាអារម្មណ៍ថាមកពលចិត្តដែលយើងមានគ្រប់គ្នាហ្នឹងយើងដែលសង្កេតខ្លួនឯងទេថាតើយើងនៅទីណាយើងកំពុងគិតអីពិតប្រាកដវាថាយើងកំពុងធ្វើការអារម្មណ៍យើងបែរជានឹកដល់ទឹករលកដើរលើឆ្នេរខ្សាច់ញ៉ាំអីឆ្ងាញ់អញ្ចឹងតែនៅពេលដែលយើងទៅដល់មកសមុទ្រយើងបែរជាគិតពីការងារគិតពី deadline គិតពីការងារត្រូវធ្វើរបាយការណ៍ត្រូវផ្ញើឲ្យមេត្រូវអីជាដើមអញ្ចឹងពេលនោះយើងនឹងបាត់បង់ខ្លួនឯងយើងនឹងវង្វេងតាមអារម្មណ៍ដែលគិតគេហៅថា overthinking ការគិតដែលមិនបានដឹងខ្លួនឯងនៅទីណាការដែលយើងគិតច្រើនហើយមិនអាចគ្រប់គ្រងបានធ្វើឲ្យយើងអស់ថាមពលក្នុងការគិតមានន័យថាយើងគិតធ្វើរឿងនេះតែអារម្មណ៍យើងបែររៀងរូបជាងចន្លោះអារម្មណ៍ពិតប្រាកដរបស់យើងនឹងវាធ្វើឲ្យមានកម្រិតមួយដែលចាយថាមពលច្រើនពីអារម្មណ៍របស់យើងអញ្ចឹងហើយបានយើងពេលខ្លះយើងពីក្រៅពីកន្លែងធ្វើការយើងមានអារម្មណ៍ថាដូចជាខ្សែហ្នឹងនេះដូចជាហត់ដូចជាអស់កម្លាំងហើយមិនដឹងថាអស់កម្លាំងអីគ្រាន់តែអង្គុយធ្វើការកុំព្យូទ័រសោះតែយើងអត់បានគិតថាពេលយើងអង្គុយធ្វើការកុំព្យូទ័រនេះយើងប្រើថាមពលអីខ្លះការគិតទៅលើកំពង់យើងឬក៏អារម្មណ៍យើងជិះម៉ូតូឬក៏អារម្មណ៍យើងជិះឡានឬក៏អារម្មណ៍យើងនៅកន្លែងផ្សេងដែលធ្វើឲ្យយើងមានការបាត់បង់នៅថាមពលចិត្តមួយចំនួនដូច្នេះត្រូវដឹងខ្លួនឯងថាតើយើងនៅទីណាពិតប្រាកដហើយយើងកំពុងធ្វើអីហើយទាញអារម្មណ៍នឹងឲ្យនៅទីហ្នឹងដើម្បីកុំឲ្យយើងជះខ្ជាយថាមពលបងប្អូនសម្រាប់កាយសម្រាប់ចិត្តខ្លះដើម្បីថែឲ្យបានល្អពីព្រោះអីបងប្អូនចង់បានអីក៏បានដែរតែចុងក្រោយបងប្អូនមិនអាចចង់បានសុខភាពល្អបានទេអរគុណច្រើន